បាទចូលមកចំណុចបន្ទាប់នេះគឺនៅក្នុង speaking នៅក្នុង speaking នេះគេឲ្យអ្នកនរគ្នាអានពីSunny information form ចូលអានពីព័ត៌មានតម្រង់ព័ត៌មានរបស់ Sunny complete the other one with your information ហើយគេឲ្យយើងបំពេញតម្រង់មួយផ្សេងទៀតដោយប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក Use the information to introduce yourself to your classmates ប្រើព័ត៌មានដែលអ្នកបានបំពេញរួចដើម្បីណែនាំខ្លួនរបស់អ្នកទៅកាន់មិត្តរួមថ្នាក់របស់អ្នក personal information នេះមានន័យថាជាព័ត៌មានផ្ទាល់ខ្លួនពាក្យថា last ឬក៏ family name នេះបកថានាមតកូល first ឬក៏ given names បកថានាមខ្លួន nickname នេះគឺយើងបកថាឈ្មោះហៅក្រៅចំណែកពាក្យថា optional នេះគឺបកថាដាក់ក៏បានមិនដាក់ក៏បាននឹងយើងមានន័យថាយើងមានជម្រើស nationality គឺយើងបកថាសញ្ជាតិ occupation គឺបកថាអាជីពឬមុខរបរកន្លែងនេះគឺគេឲ្យអ្នកនរគ្នា present English language levels គឺអ្នកនរគ្នាត្រូវបង្ហាញពីសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេស check 1 គឺអ្នកនរគ្នាត្រូវ tick យកមួយក្នុងចំណោម4នេះទី1គឺ beginner កម្រិតដំបូងទី2គឺ high beginner កម្រិតដំបូងប៉ុន្តែមានចំណេះដឹងទូលំទូលាយបន្តិចហើយកម្រិតទី3នេះគឺ intermediate មានន័យថាកម្រិតមធ្យម advanced គឺកម្រិតខ្ពស់បានអ្នកនរគ្នាអាចជ្រើសរើសយកមួយហើយនៅខាងស្ដាំនេះគឺអ្នកនរគ្នាបំពេញដោយខ្លួនឯងគឺជាព័ត៌មានផ្ទាល់ខ្លួនបាទសូមអរគុណ